នេះគឺថ្មិញកូនស្រីខ្ញុំហើយនេះគឺថ្មិញកូនប្រុសខ្ញុំហើយសំខាន់នោះដកថ្មិញអស់ពីទីម៉ែបើមិនចង់ស្ដាយក្រោយទេត្រូវអាសាយកកូនទៅ check up ថ្មិញតែមុននឹងចេញទៅពេទ្យថ្មិញត្រូវតម្រូវគាត់ផឹកដោះគោម្នាក់មួយកែវសិនជាទូទៅកូនខ្ញុំគឺផឹកដោះគោមួយថ្ងៃ2កែវផឹកមួយកែវងាកមួយកែវថាដោះគោគឺជួយច្រើនមែនតើទៅលើសុខភាពរបស់គាត់ជាពិសេសគឺឆ្អឹងរបស់គាត់រឹងមាំនឹងតែម្ដងហើយកូនខ្ញុំគឺដែរចោលទេទៅដោះគោស្រស់តាំងពីទូចរហូតដល់ដឹងក្តីជាពិសេសទៅដោះគោស្រស់ដែលទៅបោសារជាតិចិញ្ចឹមទៅដោះគោ Upper Farm នេះឥឡូវនេះយើងកំពុងនៅតាមផ្លូវដើម្បីទៅពេទ្យថ្មិញនិយាយទៅកាប់ទៅកូនខ្ញុំជាទូទៅគឺកន្លៅទៅឆែកសុខភាពមាត់ថ្មិញម្ដងហើយតែដោយសារខ្ញុំពុះធំផងកូនខ្ចីផងពញាឡើងចិត្តមួយឆ្នាំនេះរហូតដល់ថ្មិញកូនរៀងចានិយាយហ្មងនិយាយទៅដោយសារតែគាត់នឹងខ្ជិលដល់ថ្មិញមហាម៉ៃនេះទឿនរត់តែដល់ថ្មិញកូនស្រីខ្ញុំវិញសំបីតែសុំពេទ្យសម្អាតក៏ពេទ្យថាមិនបាច់សម្អាតទេថ្មិញគាត់ស្អាតហើយដល់ពេលមក check up ចឹងមិនដឹងថាថ្មិញកូនអង្គើឡើង2 3តែមិនមែនអង្គើដោយសារតែញ៉ាំអីទៅកៅសៀណាគឺដោយសារតែថ្មីបុកមកទៅបានតែថ្មិញចាស់នឹងអង្គើនិយាយទៅគឺថ្មិញកូនខ្ញុំមួយទៅថាបើថ្មិញថ្មីអត់ដោះមកទេគឺអត់ឆ្លៃអាកំណត់មកថ្មីដែលជាប់លើថ្មិញហ្នឹងដោយសារតែកូនខ្ញុំនឹងខ្ជិលដោះថ្មិញតែបើនិយាយពីសាច់ថ្មិញវិញគឺរងមាំតើថាពេទ្យដកបញ្ចេញប្រើសតែកាប់និយាយទៅគឺជាប់ទៅហើយមើលថ្មិញនៅពេលដែលសម្អាតហើយនិយាយទៅគឺដកថ្មិញអស់ពីទៀតក៏ហូបតិចហើយក្មួយដែលមើលវីដេអូនេះកុំធ្វើតាមកូនខ្ញុំឲ្យសោះចាគឺខ្ជិលដោះថ្មិញអត់ល្អទេតែដោះថ្មិញរាល់ថ្ងៃមួយថ្ងៃ2 ដងណាចា